Tom Cruise ចំណាយពេល1ឆ្នាំកន្លះដើម្បីរៀនបើកឧទ្ធម្ភាគចក្រក្នុងរឿង Isaac តារាសម្ដែង Tom Cruise ត្រូវបានគេចាត់ទុកថាជាតារាមួយរូបដែលលះបង់បំផុតដើម្បីថតឈុតឆាកក្នុងភាពយន្តដែលខ្លួនសម្ដែងក្នុងនាមជាតារាល្បីមួយរូបខាងភាពយន្តវាយតប់បាញ់ប្រហារតារារូបនេះនៅតែបន្តធ្វើឲ្យអ្នកទស្សនាភាពយន្តលោកភ្ញាក់ផ្អើលជានិច្ចទោះបីជាមានវ័យ56ឆ្នាំក៏ដោយកាលពីថ្ងៃទី24ខែកក្កដាតារារូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធី The Tonight Show Starring Jamie Follow ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួន Mission Impossible Fallout ឬ MI6 នៅក្នុងកម្មវិធីនោះលោកបាននិយាយអំពីបទពិសោធន៍សម្ដែងក៏ដូចជាការលំបាកផ្សេងៗភាពយន្តនេះបានចាប់ផ្ដើមដំណើរការថតកាលពីខែមេសាឆ្នាំ2017និងបញ្ចប់នៅខែមីនាឆ្នាំ2018ក៏ប៉ុន្តែដំណើរការថតនេះពិតជាមិនងាយស្រួលនោះទេ Tom បានបញ្ជាក់ថាលោកបាក់ឆ្អឹងជើងដើម្បីថតឈុតមួយក្នុងសាច់រឿងគឺលោតពីអគារមួយទៅអគារមួយទៀតអ្វីដែលគួរឲ្យកោតសរសើរបំផុតនោះគឺលោកចំណាយពេលដល់ទៅ1ឆ្នាំកន្លះដើម្បីរៀនបើកឧទ្ធម្ភាគចក្រក្នុងឈុតមួយនៃសាច់រឿងគួរបញ្ជាក់ថាលោកបានរៀនបើកបរមុនពេលដំណើរការថតជាផ្លូវការ